នេះគឺជា20ចំណុចដែលអាចជួយឲ្យអ្នកក្លាយជាមនុស្សស្ងប់ស្ងាត់និងមានភាពចាស់ទុំជាងមុន 1. និយាយតិចស្ដាប់ឲ្យបានច្រើន 2. គិតមុននឹងនិយាយ 3. កុំប្រតិកម្មភ្លាមៗពេលខឹង 4. គ្រប់គ្រងអារម្មណ៍របស់ខ្លួន 5. កុំចូលរួមក្នុងការនិយាយដើមអ្នកដទៃ 6. រៀនទទួលយកការរិះគន់ដោយស្ងប់ស្ងាត់ 7. មិនចាំបាច់ឆ្លើយតបទៅគ្រប់រឿងទាំងអស់ 8. ចំណាយពេលនៅម្នាក់ឯងខ្លះដើម្បីគិតនិងសម្រាកចិត្ត 9. អានសៀវភៅឬរៀនអ្វីថ្មីៗជាប្រចាំ 10. ហាត់សមាធិឬដកដង្ហើមជ្រៅៗ 11. ជ្រើសរើសមិត្តភ័ក្តិដែលផ្ដល់ឥទ្ធិពលល្អ 12. កុំបង្ហាញបញ្ហាផ្ទាល់ខ្លួនគ្រប់គ្នាដឹង 13. ផ្ដោតលើគោលដៅរបស់ខ្លួន 14. កុំប្រៀបធៀបខ្លួនជាមួយអ្នកដទៃ 15. ចេះអត់ធ្មត់និងរង់ចាំពេលវេលាសមរម្យ 16. ទទួលស្គាល់កំហុសរបស់ខ្លួនហើយរៀនកែប្រែ 17. រក្សាសុជីវធម៌និងការគោរពអ្នកដទៃ 18. កុំឲ្យពាក្យរបស់អ្នកដទៃគ្រប់គ្រងអារម្មណ៍របស់អ្នក 19. ធ្វើអំពើល្អដោយមិនចាំបាច់អួតអាង 20. ញញឹមដោយស្ងប់ស្ងាត់និងមានទំនុកចិត្តលើខ្លួនឯង ការធ្វើជាមនុស្សស្ងប់ស្ងាត់មិនមែនមានន័យថាខ្សោយឬមិនចេះនិយាយទេប៉ុន្តែជាការចេះគ្រប់គ្រងអារម្មណ៍គិតដោយប្រាជ្ញានិងជ្រើសរើសពេលវេលាសមរម្យក្នុងការនិយាយនិងធ្វើសកម្មភាពសូមអរគុណបងប្អូនសម្រាប់ការស្ដាប់វីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Like Subscribe ម្នាក់មួយផង